គួសមតែសោកស្ដាយណាបងប្អូនអើយឆ្នាំនេះបាទស្ដាយមែនទែនបាទរឿងដែលហួសចិត្តស្ដាយមែនទែននោះគឺស្រូវចុះថោកបងប្អូនហើយថោកមែនទែនបាទចឹងឆ្នាំនេះបាទវេទនាមែនទែនខ្ញុំសង្ឃឹមថាឆ្នាំក្រោយបាទខ្ញុំសង្ឃឹមថាឆ្នាំក្រោយស្រូវនឹងឡើងថ្លៃបាទឡើងថ្លៃបាទទៅបាទកាប់អូយខ្ញុំកាប់ទេបាទទើស្ដីបងប្អូនអរគ្នាបាទជាទីគោរពនិងជាទីរាប់អានបងប្អូនតែងតែតាមដាននៅវីដេអូរបស់ខ្ញុំជារៀងរាល់ថ្ងៃតែខ្ញុំមិនបានផុសប្រហែលថ្ងៃទេបងប្អូនបាទដោយសាររវល់នឹងកិច្ចការងាររកស៊ីចិញ្ចឹមជីវិតបងប្អូនអើយបាទបើអត់យើងអត់រកអត់អីយើងបានលួយបានកាក់ណាទេបងប្អូនបាទតែថ្ងៃនេះមិនជួបបងប្អូនទៀតហើយមកស្រែជាមានពីអ្នកប្រពន្ធបាទប្រពន្ធខ្ញុំបាទពងខ្វាក្តាម មកមើលត្រូវធ្ងន់បងប្អូនបាទនេះត្រូវធ្ងន់បាទត្រូវធ្ងន់ត្រូវម្លិះខ្ញុំច្រូតហើយបាទនៅតែត្រូវធ្ងន់មួយសាទៀតទេបងប្អូនអើយហើយត្រូវធ្ងន់ឆ្នាំនេះវាគ្រាន់បើដែរហ្នឹង បាទចូលដល់ត្រឹមកខ្ញុំដែរហ្នឹងមើលបាទត្រឹមកគួសមតែសោកស្ដាយណាបងប្អូនអើយឆ្នាំនេះបាទស្ដាយមែនទែនបាទរឿងដែលហួសចិត្តស្ដាយមែនទែននោះគឺស្រូវចុះថោកបងប្អូនហើយថោកមែនទែនបាទពីយើងច្រូតបលិសបាទពីវាក់ច្រូតបលិស1គីឡូបានតែ100 700អស់លូតហើយឆ្នាំនេះស្ដាយណាស់បងប្អូនហើយបើតម្លៃស្រូវ1គីឡូ700ចុះបងប្អូនហើយសួរថាទូទាត់លាត់សាយទៅអត់មានសល់អីទេបងប្អូនបាទចំណាយទៅលើការភ្ជួររស់ដឹកជញ្ជូននិយាយទៅចំណាយមកចប់តាំងពីជីតាំងពីថ្នាំបង្អីហ្នឹងមកចប់ទូទាត់លាត់សាយទៅអត់រួចខ្លួនទេបងប្អូនសូម្បីតាស្រូវ1គីឡូ1500ហ្នឹងក៏ទូទាត់អត់រួចខ្លួនដែរហើយឆ្នាំនេះស្រូវ1គីឡូដូចខ្ញុំ100បាទ1គីឡូ600បងប្អូន600 700ទៅតាមហាងឆេងទៅតាមឌីប៉ូខ្លះក៏បាន700ទៅឌីប៉ូខ្លះក៏750ទៅបងប្អូនណាចឹងបានជីវិតអ្នកស្រែបាទវេទនាណាបងប្អូនអើយមិនងាយស្រួលទេជីវិតអ្នកស្រែហើយឆ្នាំនេះជួបប្រទះជាមួយនឹងស្រូវចុះថោកទៀតបងប្អូនបាទហើយឡូវមកដល់រដូវមកដល់វគ្គស្រូវធ្ងន់នេះបាទស្រូវធ្ងន់ដឹង1គីឡូប្រហែលទេស្រូវធ្ងន់នោះបើម្លិះ1គីឡូ700 600 700ហើយមកដល់ស្រូវធ្ងន់ដឹង1គីឡូប្រហែលទេបងប្អូនហើយបាទអូឆ្នាំនេះខ្ញុំសោកស្ដាយបាទសោកស្ដាយខ្លាំងមែនទែនបាទចំពោះស្រូវចុះថោកខ្លាំងមែនទែនបងប្អូនអត់ដែលជួបប្រទះទៅឆ្នាំនេះទេក៏ឆ្នាំបានត្រឹម1000ជាងបងប្អូន1200 1150អស់លូតចុះបំផុតនៅត្រឹម1100 150ហ្នឹងអស់ហើយបាទហើយឆ្នាំនេះចុះដល់មែនទែនហ្មងគាត់ថាខ្ញុំចំណាយក្នុងការធ្វើស្រែបាទតាំងពីភ្ជួររាស់រហូតដល់ចូលបោកបែនហ្នឹងខ្ញុំចំណាយមិនតិចទេបងប្អូនណាច្រើនមែនទែនក្នុងការចំណាយព្រោះសម័យឥឡូវនេះមិនសូវធ្វើដោយកម្លាំងខ្លួនឯងទេធ្វើដោយតែកម្លាំងជួលគេទេព្រោះយើងម្នាក់ទាំងគេទាំងខ្ញុំបាទសត្វតែជាពាក់លុយអង្គការហើយបើយើងនៅតែធ្វើស្រែយើងបានលុយណាបងអង្គការរាល់ខែអញ្ចឹងយើងត្រូវតែចេញទៅធ្វើការដើម្បីរកចំណូលហើយបើយើងធ្វើការយើងអត់បានធ្វើស្រែបើយើងធ្វើស្រែតើជួលគេបងប្អូនជួលគេមកចប់បងប្អូនហើយមកចប់គឺខ្ញុំនិយាយយ៉ាងជួលមកចប់បាទតាំងពីជួលរស់រហូតទៅដល់បានផលទៀតបាទរហូតទៅដល់បានផលទៀតបានយើងបញ្ចប់ ចឹងឆ្នាំនេះបាទវេទនាមែនតើខ្ញុំសង្ឃឹមថាឆ្នាំក្រោយបាទខ្ញុំសង្ឃឹមថាឆ្នាំក្រោយស្រូវនឹងឡើងថ្លៃបាទឡើងថ្លៃបាទទៅបីមិនបាន1គីឡូ1300 1400ត្រឹមតែ1គីឡូ1200ថេឬក៏1150អញ្ចឹងទៅបាទគ្រាន់ទូទាត់លាត់សាយទៅវាអាចថាតូតាល់គ្នាទៅវាអាចថាមកសំរុំដែរបាទអាចថាបានរួចខ្លួនរួចអីខ្លះដែរបាទកុំដូចឆ្នាំនេះ1គីឡូ600 700បងប្អូនណាបាទចប់ហើយបាទចប់ហើយឡូវដល់វាក់ស្រូវធ្ងន់ដឹងនៅ1គីឡូប៉ុន្មានទេបងប្អូនហើយបើបាទហើយឆ្នាំនេះទិន្នផលស្រូវធ្ងន់ខ្ញុំមកគួសមដែរបាទមិនថានេះវាយីបាទមកសំរុំចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបាទខ្ញុំចង់និយាយវារឿងក្នុងចិត្តស្រូវចុះថោកឆ្នាំនេះបាទ
ចឹងក៏អរគុណច្រើនដល់បងប្អូនដែលបានចូលទស្សនាវីដេអូរបស់ខ្ញុំបាទជួយ like ជួយ share ផងបងប្អូនបាទឲ្យបានឃើញទាំងអស់គ្នាឲ្យបានឃើញបានដឹងពីក្នុងចិត្តរបស់ប្រជាពលរដ្ឋបាទក្នុងចិត្តរបស់ខ្ញុំនេះបងប្អូនបាទបងប្អូនជួយ like ជួយ share ផងបាទខ្ញុំចង់និយាយយូរហើយបងប្អូនចង់និយាយតាំងពីស្រូវទុំចេញទុំយើងទុំចេញបាទឃើញបងប្អូនយើងផុសក្នុងបណ្ដាញសង្គមតាមគីឡូ500 600ខ្ញុំអត់ជឿទេដល់ពេលខ្ញុំយកដល់ពេលខ្ញុំច្រូតយកទម្លក់ខ្ញុំជឿមែនបាទ700បាទ700បាទ700ខ្ញុំជឿមែនបាទតពោនៅខាងស្រុកខ្ញុំនេះបាទ700 750បាទចឹងអរគុណច្រើនបាទជួបខ្ញុំនៅវីដេអូថ្មីទៀតបាទអរគុណបាទជម្រាបលាបាទសូមជម្រាបលាបាទ